ចាំមិនដែលភ្លេចទោះបីជានៅក្មេងយាយធ្លាប់មើលថែថ្នាក់ថ្នមបលែងលេងអង្គុយវាយមុខតែគូដូចខ្ញុំដេកគ្មានពេលឲ្យខ្លួនឯងសំបីលំដែតភ្នែកមិនបានពុនបានយាយក៏ចែកឋានតែខ្ញុំមិនទាន់ដឹងថាស្លាប់នឹងជាអីឃើញទុំសបែសអង្គុយយំខ្ញុំសួរម៉ាក់ថាគេជុំវាធ្វើអីឲ្យយាយជីដូនធ្លាប់លៀងអញច្បាញ់នំទោះបីយាយឈឺយាយឃ្លានមិនដែលទាំងហ៊ាននឹងមាត់កងមានលុយទិញទូចឲ្យចៅកុំប្រាំនេះណាថាយាយឲ្យសល់តែរូបថនឲ្យកូនចៅចងចាំជាអនុស្សាវរីយ៍ចុងក្រោយនឹងយាយពេលចៅរួញយំឃើញអ្នកទាំងគេជួងមកពេញដោយសេចក្តីសុខដោយគ្រួសារយើង